ជើងឯកពិភពលោក ISKA Von Viva និយាយថាលោកកំពុងទន្ទឹងរង់ចាំការប្រកួតឡើងវិញជាមួយ Charlie Gillespie ប៉ុន្តែលោកក៏បានត្រៀមខ្លួនដើម្បីប្រឈមមុខជាមួយគូប្រដាល់ដែលមកចំនួននោះដែរពលគឺកីឡាករ Zido Akuma នៅថ្ងៃទី26 ខែកុម្ភៈកីឡាករមកពីក្លឹបព្រះខ័នរាជ Von Viva រំពឹងថានឹងប្រកួតឡើងវិញជាមួយកីឡាករជាតិអង់គ្លេស Charlie Gillespie ដែលបានតស៊ូយ៉ាងលំបាករហូតដល់5ទឹកកាលពីខែសីហាឆ្នាំ2009ប៉ុន្តែកាលពីចុងសប្តាហ៍មុនលោកបានទទួលដំណឹងថា Charlie Gillespie បានដកខ្លួនចេញពីការប្រកួតអន្តរជាតិនៅក្រុងបាវិតដោយសារតែមានជំងឺដែលផ្ទុយទៅវិញ Von Viva នឹងប្រកួតជាមួយអតីតកីឡាករដែលធ្លាប់បានបង្ហាញខ្លួននៅក្នុងកម្មវិធីធាតុពិតអាស៊ី The Contender Asia Zido Akuma កាលពីខែសីហាឆ្នាំ2009រូបគេបានប្រកួតជាមួយធុនសុភា Zido Akuma បានចាញ់ដោយមានការប្រកាសយ៉ាងអឡារឹកបន្ទាប់ពីការវាយប្រហារនោះមករូបគេបានសះជាពីការគ្រោះថ្នាក់ម៉ូតូដែលបានរារាំងរូបគេមិនអាចធ្វើការវឹកហាត់បានត្រឹមត្រូវហើយឥឡូវនេះគេបាននិយាយថាគេកំពុងវឹកហាត់យ៉ាងខ្លាំងសម្រាប់ធ្វើការប្រកួតដែលបានលុបចោលការប្រដាល់នៅក្នុងប្រទេសម៉ាឡេស៊ីហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមជាមួយជើងឯកកម្ពុជា Von Viva ខ្លួនគេផ្ទាល់បាននិយាយថាគេបានត្រៀមខ្លួនដើម្បី Zido គេផ្លាស់ប្ដូរគូប្រកួតរវាងខ្ញុំនិងរូប Charlie នេះហើយខ្ញុំក៏បានត្រៀមក្បាច់តែថ្មីនឹងបដូរដៃគូឲ្យបានស្លប់ឲ្យទូទស្សនិកជនមើលការប្រកួតអន្តរជាតិនៅក្រុងបាវិតថ្ងៃទី26កុម្ភៈត្រូវបានឧបត្ថម្ភដោយស្រាផែនដីផ្សព្វផ្សាយដោយ CTN និងផលិតកម្ម Pedi Carson Promotion រៀបចំដោយ Thai Ten King Resort